chị nè lộ đồ ខ្ញុំអ្នកលក់មីឆាខ្ញុំអ្នកលក់ទឹកអំពៅខ្ញុំអ្នកលក់ចេកចៀនខ្ញុំបានធ្វើបានបសសរួចហើយ ខ្ញុំធ្វើបានបសសបានហើយ ធ្វើបានបសសរួចហើយបានធ្វើបានបសសហើយ ឥឡូវនេះលោកអ្នកជាអាជីវករអ្នករត់ម៉ូតូឌុបអ្នករត់ម៉ូតូកង់3និងអ្នកដែលមានមុខរបរអាចរកចំណូលផ្ទាល់ខ្លួនគ្រប់ប្រភេទក៏អាចមកស្នើសុំធ្វើបានសមាជិកបសសបានដែរដើម្បីទទួលបានប័ណ្ណសមាជិកបសសលោកអ្នកត្រូវអនុវត្តតាមលក្ខខណ្ឌមួយចំនួនដូចតទៅ 1. លោកអ្នកត្រូវមានមុខរបរនិងមានប្រាក់ចំណូលផ្ទាល់ខ្លួនមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល 2. ជាអ្នកធ្វើការងារឬប្រកបរបរអាជីវកម្មផ្ទាល់ខ្លួនដោយមិនប្រើប្រាស់បុគ្គលិក 3. លោកអ្នកត្រូវមានអាយុមិនលើសពី60ឆ្នាំគិតត្រឹមកាលបរិច្ឆេទស្នើសុំចូលបញ្ជីនៅបសស និងទី 4 លោកអ្នកត្រូវអញ្ជើញមកស្នើសុំធ្វើបានសមាជិកបសសដោយផ្ទាល់និងភ្ជាប់មកជាមួយនៅអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមដែលមានសុពលភាពព័ត៌មានបន្ថែមសូមអញ្ជើញមកទីស្នាក់ការបសសដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេសឬទំនាក់ទំនងមកកាន់លេខ 1286 ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់យើង